កាលពីព្រេងនាយមានបរិសកំសត់ពីរនាក់ប្តីប្រពន្ធបានសង់ផ្ទះតូចមួយនៅក្បែរជើងភ្នំជារៀងរាល់ព្រឹកបរិសកំសត់និងប្រពន្ធតែងតែទៅចូលព្រៃដើម្បីបេះបន្លែផ្លែឈើព្រៃយកទៅលក់នៅព្រឹកថ្ងៃមួយពេលពួកគេកំពុងតែបេះបន្លែព្រៃនាងជាប្រពន្ធក៏បានប្រទះឃើញសត្វចាបមួយដែលកំពុងតែត្រូវរបួសបងបងមើលចាប់នេះទៅបងមើលទៅវាប្រហែលជាត្រូវរបួសហើយបានជាដេកនៅនឹងកន្លែងបែបនេះគួរឲ្យអាណិតខ្លាំងណាស់បងសូមបងជួយវាផងទៅចាំបន្តិចណាអូនចាំបងទៅមើលវាសិនអូសត្វចាប់នេះវាត្រូវរបួសជើងទេតើអញ្ចឹងអូននៅទីនេះមើលវាសិនទៅណាចាំបងទៅរកថ្នាំដើម្បីបំបត្តិជើងឲ្យវាចាបងឆាប់ទៅរកមកពេលនេះយើងបានបិទថ្នាំឲ្យឯងរួចហើយចូលឯងហៅឲ្យមានសេរីភាពទៅចុះណាតែលើកក្រោយឯងត្រូវចេះការពារខ្លួនផងកុំឲ្យត្រូវរបួសបែបនេះទៀតណាក្រោយពីបរិសកំសត់និងប្រពន្ធជួយព្យាបាលសត្វចាប់នោះហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះរបស់ខ្លួនវិញពេលទៅដល់ផ្ទះគេក៏បានឃើញមេភូមិនិងកូនចៅឈរនៅខាងមុខផ្ទះរបស់ខ្លួនដែរកំសត់ហើយចុះហើយនឹងប្រពន្ធហើយបើទៅដែរបាទជាឲ្យអាចនេះដូចឈោចាំពួកឯងបែបដឹងពួកខ្ញុំមិនដឹងថាលោកមេភូមិមានការជាមួយពួកខ្ញុំអញ្ចឹងហើយបានជាខ្ញុំមកនៅផ្ទះចាំលោកមេភូមិនឹងណាហើយចូលលោកមេភូមិមានធុរៈអ្វីជាមួយពួកខ្ញុំមែនទេបានជាលោកមកចាំពួកខ្ញុំបែបនេះយើងមកចាំឯងបែបនេះមិនចាំធម្មតាទេណាអូនគឺមានការសំខាន់តែមែនទែនហើយបានជាយើងទ្រាំចាំឯងបែបនេះហើយចូលលោកមេភូមិមានការអ្វីជាមួយខ្ញុំទៅដែរកំសត់ចាប់ពីថ្ងៃនេះតទៅតាំងនាមយើងជាមេភូមិដែលជាអ្នកមានអំណាចនៅក្នុងភូមិនេះយើងនឹងរឹបអូសយកដីស្រែនិងផ្ទះរបស់ឯងយកទៅវិនិយោគទៅឲ្យអ្នកឈ្មួញនៅស្រុកក្រៅដើម្បីផលិតស្រាចែកចាយឲ្យអ្នកភូមិយើងបានផឹកឆ្អែតគ្រប់គ្នាកុំឲ្យអ្នកភូមិយើងពិបាកទៅរកទិញស្រានៅភូមិផ្សេងទៀតណាហេតុអ្វីបានជាលោកមេភូមិធ្វើយ៉ាងនេះដាក់ពួកខ្ញុំតើលោកមេភូមិគ្មានបេះដូងនិងមនសិការជាមនុស្សទេអីបានជាលោកមានគំនិតអាក្រក់បែបនេះដីនឹងផ្ទះរបស់ខ្ញុំនេះគឺជាកែតមកតាំងពីដូនតារបស់ខ្ញុំមកម្លេះហេតុអ្វីបានជាលោកមករឹបអូសយកស្រួលបែបនេះបើបាត់ឲ្យអាចរឹបអូសយកដីស្រែនៅផ្ទះរបស់ឯងទៅតើឲ្យអញរឹបអូសយកដីស្រែផ្ទះអាដាគេបើនៅក្នុងភូមិនេះគេផ្សេងគ្រប់គ្នាសិទ្ធិមានកសែមន្ត្រីរាជការធំអ្នកមានអំណាចអាចមិនអាចទៅប៉ះពាល់គេបានទេមានតែអាហាយនឹងហើយក្រលហាមគ្មានសាច់ញាតិជាមន្ត្រីដូចគេអញ្ចឹងហើយបាទជាអញនឹងត្រូវមករឹបអូសយកដីស្រែនៅផ្ទះរបស់ឯងហើយយល់ដែរអូនដូច្នេះហើយអាចទុកពេលឲ្យ3ថ្ងៃទៀតហើយត្រូវរើអីវ៉ាន់កតុបរបស់ឯងនេះចេញពីដីនៅផ្ទះនេះភ្លាមបើឯងនេះមិនចង់តក់សាច់ទេណាក្រោយពីនិយាយរួចហើយមេភូមិនិងបរិវារក៏នាំគ្នាត្រឡប់ទៅផ្ទះវិញចំណែកបរិសកំសត់និងប្រពន្ធក៏គិតគ្នាថាបងអើយតើយើងគិតយ៉ាងម៉េចទៅបងបើយើងមិនព្រមរើចេញទេមុខជាត្រូវមេភូមិកំណាច់នោះធ្វើបាបពួកយើងជាមិនខានឡើយដូចអូនថាអញ្ចឹងយើងជាប្រជាជនធម្មតាគ្មានអំណាចឯណាទៅប្រឆាំងតវ៉ានឹងគេនោះទេបើយើងស៊ូមុខជាស្លាប់មិនខានឡើយណាអូនទុកឲ្យទេវតាជាអ្នកដាក់ទោសតាមផលបន់ផលបាបរបស់គេទៅចុះដូច្នេះហើយបងគិតថាព្រឹកស្អែកនេះបងនឹងនាំអូនទៅសង់ផ្ទះនៅក្នុងព្រៃក្បែរនេះដើម្បីយើងងាយស្រួលបេះបន្លែនិងផ្លែឈើព្រៃយកទៅលក់ណាអូនអញ្ចឹងធ្វើតាមអ្វីដែលបងនិយាយចុះប្អូននឹងតាមបងទាំងអស់ជារៀងរាល់ព្រឹកបរិសកំសត់និងប្រពន្ធតែងតែបេះបន្លែផ្លែឈើព្រៃយកទៅលក់
តែជីវភាពរបស់ពួកគេមិនរីកចម្រើននោះឡើយកាន់តែក្រទៅដោយសារតែគ្មានដីស្រែចម្ការធ្វើដូចគេកូនចាបដែលបរោះកំសត់និងប្រពន្ធធ្លាប់ជួយពីមុនខេងបែបនេះក៏មានចិត្តអាណិតដល់អ្នកមានគុណទាំងពីរជាពាន់ពេញក៏លោតចេញមកក្រៅហើយនិយាយទៅកាន់បរោះកំសត់និងប្រពន្ធថាណែអ្នកមានគុណទាំងពីរខ្ញុំអាណិតអ្នកទាំងពីរណាស់ខ្ញុំនឹងជួយឲ្យអ្នកទាំងពីរឲ្យផុតពីសេចក្តីក្រីក្រលំបាកនេះអោសត្វចាប់អើយតើឯងនឹងជួយពួកខ្ញុំបែបណាទៅបើឯងជាសត្វចាប់បែបនេះនោះទោះបីជាខ្ញុំជាសត្វចាប់ពិតមែនតែខ្ញុំមានប្រាជ្ញាដូចមនុស្សអញ្ចឹងហើយពូជចាប់របស់ខ្ញុំរស់នៅក្នុងព្រៃនេះជាយូរលង់ណាស់មកហើយកន្លែងណាមានសត្វអ្វីមានរបស់អ្វីគឺពួកខ្ញុំដឹងទាំងអស់ហើយចុះឯងគិតថាជួយពួកខ្ញុំបែបណាទៅដោយសារតែខ្ញុំរស់នៅក្នុងព្រៃនេះយូរហើយខ្ញុំដឹងកន្លែងមួយដែលមហាចៅយកទ្រព្យសម្បត្តិទៅលាក់ទុកខ្ញុំនឹងហៅនាំផ្លូវអ្នកទាំងពីរឲ្យទៅយកទ្រព្យសម្បត្តិទាំងនោះពួកខ្ញុំអរគុណឯងណាស់កូនចាប់តូចតែពួកខ្ញុំមិនអាចទៅយកទ្រព្យសម្បត្តិទាំងនោះបានទេព្រោះពួកខ្ញុំមិនអាចប្រយុទ្ធជាមួយនឹងពួកចៅទាំងនោះបានឡើយរឿងនឹងអ្នកមានគុណកំបារម្ភអីទ្រព្យសម្បត្តិដែលខ្ញុំនាំអ្នកទាំងពីរទៅយកនោះវាគ្មានអ្នកណាដឹងនោះទេព្រោះមហាចៅដែលបានយកទ្រព្យទៅលាក់នៅទីនោះគាត់កាត់កូវីដស្លាប់តាំងពីឆ្នាំមុនមកម្លេះហើយបរិវារចៅក៏មិនដឹងទ្រព្យទាំងនោះលាក់នៅទីណាដែរក៏នាំគ្នាទៅរស់នៅកន្លែងផ្សេងបាត់អស់ហើយដូច្នេះអ្នកមានគុណកំបារម្ភឲ្យសោះបើដូចអ្វីដែលកូនចាប់ឯងនិយាយពិតមែននោះពួកខ្ញុំពិតជាមានសេចក្តីត្រេកអរណាស់ខ្ញុំនឹងយកទ្រព្យទាំងនោះមកធ្វើបុណ្យដាក់ទានដល់អ្នកខ្វះខាតចាប់តាំងពីពេលនោះមកគ្រួសារបរោះកំសត់ក៏បានរស់នៅយ៉ាងមានសេចក្តីសុខហើយទទួលបានការគោរពស្រឡាញ់ពីអ្នកភូមិដែលបរោះកំសត់និងប្រពន្ធតែងតែជួយយកអាសាអ្នកភូមិទាំងនោះដាក់នាមឲ្យបរោះកំសត់និងប្រពន្ធថាសេដ្ឋីក្រគឺដោយសារតែកំសត់និងប្រពន្ធមានទ្រព្យសម្បត្តិយ៉ាងច្រើនតែពួកគេមិនបានយកទៅធ្វើផ្ទះធំជួលអ្នកបម្រើឆ្វេងស្ដាំដោយអ្នកមានដទៃទៀតនោះទេចំណែកមេភូមិអាក្រក់នោះវិញតែងតែមានគំនិតចង់បានទ្រព្យសម្បត្តិបរោះកំសត់នោះពួកគេក៏បាននិយាយគ្នានៅក្បែរផ្ទះបរោះកំសត់ហើយកូនចាមក៏បានស្ដាប់ឮដែរអប៉ូយ៉ាហើយជួយនឹករកវិធីធ្វើយ៉ាងណាឲ្យទ្រព្យសម្បត្តិនិងប្រពន្ធដ៏ស្រស់ប្រឹមប្រៃរបស់អាកំសត់នោះមកជារបស់អញបន្តិចបោព្រោះអញស្រឡាញ់ប្រពន្ធវាពេញបេះដូងតែម្ដងហើយកែវភ្នែកដល់ស្រទួនត្រគាក់ដល់រីកកំប៉ាងបើនិយាយទៅអញនឹកឃើញអ្នកម្ដងហូរទឹកមាត់ខ្លាំងណាស់កូនចៅអើយហើយធ្វើយ៉ាងណាជួយរកវិធីឲ្យអញបន្តិចបោណាអសុំវខ្ញុំមិនដឹងធ្វើមិនជួយលោកពិភពបានទេព្រោះពេលនេះអ្នកភូមិទាំងអស់គោរពស្រឡាញ់អាកំសត់នេះដាស់បើសិនជាយើងធ្វើអ្វីឲ្យប៉ះពាល់ដល់វាបុកជាអ្នកភូមិថតបង្ហោះ Facebook TikTok ផ្អើលជាមិនខានឡើយដែរលោកពិភពបើអញ្ចឹងពិបាកបន្តិចហើយដែរកូនចៅអញស្ដាយខ្លាំងណាស់ហើយសត្វចាប់ឃើញមេភូមិមានគំនិតអាក្រក់បែបនេះក៏ចង់ប្រមានដល់លោកមេភូមិនោះហើយក៏ហើរចេញមកក្រៅនិយាយជាមួយលោកមេភូមិថាលោកវិភូមិដឹងទេថាបរោះកំសត់នោះមានដោយរបៀបណាគឺថាបរោះកំសត់នោះមានដោយសារតែកូនចាប់ខ្ញុំនេះជាអ្នកប្រាប់កំណត់តែបើសិនជាលោកមេភូមិឯងចង់មានទ្រព្យសម្បត្តិច្រើនដូចបរោះកំសត់នោះខ្ញុំនឹងប្រាប់លោកមេភូមិឯងដែរតែលោកមេភូមិឯងត្រូវសន្យាពេលដែលបានកំណត់នោះហើយត្រូវតែនាំឲ្យកូនចាប់ខ្ញុំទៅអោបស្រីក្មេងច្បាច់សដន់ឲ្យពេញដៃបានខ្ញុំប្រាប់លោកមេភូមិឯងដែរកូនចាប់ហើយនិយាយពិតមែនដែរទេបើសិនជាហើយនិយាយពិតមែនណាពេលដែលអាចបានកំដប់មកហើយអាចនឹងនាំបាយចូលការ៉ាអូខេអោបស្រីក្មេងហើយនឹងនាំបាយទៅស៊ីនំកុំថាឡើយអានំ$80អានំ$500ក៏អាចប៉ាងឲ្យបានដែរណាកូនចាប់បើសិន
ចអ្វីដែលលោកមេភូមិនិយាយពិតមែនអាកូនចាប់ខ្ញុំនេះសប្បាយចិត្តយកតបែតេនហើយខ្ញុំនឹងនាំលោកមេភូមិទៅកន្លែងនោះលោកមេភូមិឆាប់នាំកូនចៅមកតាមខ្ញុំមកខ្ញុំនឹងហើរនាំផ្លូវ មេភូមិនិងកូនចៅក៏នាំគ្នាទៅតាមសត្វចាបនោះព្រោះសង្ឃឹមថានឹងបានកំណប់ដូចចៅកំសត់នោះដែរតែគេមិនដឹងសោះថាកូនចាបនោះនាំពួកគេទៅកន្លែងដែលក្រុមចៅរស់នៅពេលដែលទៅដល់កន្លែងដែលក្រុមចៅរស់នៅភ្លាមកូនចាបនោះក៏ស្រែកឡើងថា មានគេមកចង់ចាប់ចៅហើយមានគេមកចង់ចាប់ចៅហើយ ក្រុមចៅគ្រាន់តែឮបែបនេះភ្លាមក៏នាំគ្នាចេញមកក្រៅចាប់មេភូមិនិងកូនចៅកាប់សម្លាប់ក្នុងពេលនោះទៅ